បាទសូមគោរពនឹងជម្រាបសួរសិស្សានុសិស្សទាំងអស់ដែលតែងតែសិក្សាជាមួយខ្ញុំបាទដែលតាក់ទងទៅនឹងមេរៀនម៉ាស៊ីនត្រជាក់បាទជាថ្ងៃនេះខ្ញុំនឹងមកជួបជុំអ្នកទាំងអស់គ្នាសាជាថ្មីម្ដងទៀតហើយដែលខ្ញុំបាទសូមបង្រៀនតាក់ទងទៅនឹងមេរៀនម៉ាស៊ីនត្រជាក់គឺមេរៀនទី3ដែលមានចំណងជើងថា compressor កង់រង្វិលបាទអញ្ចឹងជំនាញម៉ាស៊ីនត្រជាក់អញ្ចឹងកាលពីលើមុនខ្ញុំបាទបង្ហាញអស់ពីមេរៀនបានចប់ហើយឥឡូវឈានចូលដល់មេរៀនទី3បាទជាថ្ងៃនេះសូមបងប្អូនទាំងអស់គ្នាសិក្សាជាមួយខ្ញុំបាទឲ្យបានទាន់ទាំងអស់គ្នាបាទ compressor កង់រង្វិលចំណុចទី1សញ្ញាណទូទៅរបស់ compressor កង់រង្វិលជាទូទៅ compressor ដែលប្រើពីស្ទង់យើងអាចសន្មត់ឈ្មោះថា compressor ពីស្ទង់ឬឯ compressor ដែលប្រើកង់វិលបឺតស្រូបចំហាយយើងអាចហៅថា compressor កង់រង្វិលជាប្រភេទ compressor aromatic បាទ compressor កង់រង្វិលផលិតបរិមាណត្រជាក់មិនបានច្រើនដោយ compressor ពីស្ទង់ទេហើយការបញ្ចូលបរិមាណ freon ទៅក្នុងប្រព័ន្ធដំណើរការម៉ាស៊ីនត្រជាក់ដែលប្រើ compressor កង់រង្វិលត្រូវចំណាយអស់ freon ច្រើនជាងប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលប្រើ compressor ពីស្ទង់បាទចំណែកថា compressor កង់រង្វិលនិង compressor ពីស្ទង់វាមានលក្ខណៈខុសគ្នាបាទ compressor កង់រង្វិលវាផលិតបរិមាណសារធាតុត្រជាក់ហ្នឹងមិនបានច្រើនដោយ compressor ពីស្ទង់ទេអញ្ចឹងមានន័យថា compressor ពីស្ទង់គឺវាមានសារធាតុបរិមាណត្រជាក់ខ្លាំងជាង compressor កង់រង្វិលបាទប៉ុន្តែ compressor ទាំងពីរហ្នឹងវាមាននៅក្នុងគេហៅបរិមាណការបញ្ចូលបរិមាណ freon នៅក្នុងប្រព័ន្ធដំណើរការរបស់វាហ្នឹងគឺ compressor កង់រង្វិលត្រូវចំណាយ freon ច្រើនជាងបាទហ្នឹងហើយបន្តមកទៀតបាទនេះគឺជារូប compressor បាទ compressor ដែលយើងហៅថាប្រភេទ compressor កង់រង្វិលបាទនេះគ្រាន់តែជារូប compressor តែឲ្យយើងមើលឃើញទាំងអស់គ្នាចំណុចទី2គ្រឿងបង្គុំរបស់ compressor កង់រង្វិល compressor កង់រង្វិលចែកចេញជាពីរ motor compressor និងផ្នែក mechanic ដែលផ្គុំឡើងដោយទី1ស៊ីឡាំងទី2លំហូរសេរីរបស់ចំហាយទី3ដុំលំនឹងទី4កង់រង្វិលទី5ផ្លូវរបស់ motor compressor ទី6បង្អួចស្រូបទី7រស័រទី8សន្ទះផ្ចិតទី9ស៊ុបប៉ាប់បញ្ចេញបាទនេះរូបដែលគឺជារូបពិបាកមើលដែរប្រភេទ compressor កង់រង្វិលវាមាននៅចំណុចទី1រហូតដល់ទី9អញ្ចឹងយើងទី9ឡើងស៊ុបប៉ាប់របស់វាបាទគឺនៅប្រឡោះនេះដើម្បីបញ្ចេញនៅគេហៅថានៅពេល compressor កង់រង្វិលពេលវាវិលទៅវាចុះឡើងវាមានបឺតស្រូបហ្នឹងហើយវាមានស្រូបនិងបញ្ចេញតែពេលណាវាស្រូបគឺវាស្រូបនៅសារធាតុ freon ពី evaporator ចូលក្នុងហ្នឹងរួចហើយវាបណ្ដែតធាក់ឡើងលើគឺវាបញ្ចេញពី compressor ទៅ condenser បាទចេញសារធាតុ freon បន្តទៅទៀតរហូតតាមបំពង់ការពលារហូតទៅដល់ evaporator ដែលមានគេហៅថា motor នៅ evaporator ខាងមុខហ្នឹងគឺវាបង្វិលឲ្យលហើយសារធាតុត្រជាក់ចេញមកបាទបន្តមកទៀតចំណុចទី3ចំណាត់ថ្នាក់របស់ compressor កង់រង្វិល compressor កង់រង្វិលមាន2ប្រភេទ compressor កង់រង្វិលមានស្លាបនិង compressor គ្មានស្លាបបាទក compressor កង់រង្វិលគ្មានស្លាបបាទនេះគឺជារូប compressor កង់រង្វិលគ្មានស្លាបបាទនេះស្លាបវាតាក់ទងទៅនឹងកន្លែងគេថាដែលមានស្លាបដូចព្រិលដែលគេថាវិលណាបាទចានេះគ្មានស្លាបចំណុចទី3ខ compressor កង់រង្វិលមានស្លាបបាទនេះគេនេះស្លាបអញ្ចឹងស្លាបដែលវាដូចស្លាបកង្ហាលណាបាទនេះខាងលើនេះអត់មានស្លាបទេគឺវាវិលយកតែម្ដងបាទក្នុងនេះចំណុចទី4និមិត្តសញ្ញា compressor កង់រង្វិលបាទ compressor កង់រង្វិលតែងតែមាននិមិត្តសញ្ញាបែបនេះអញ្ចឹងយើងមើលទាំងអស់គ្នាណាបាទនេះនិមិត្តសញ្ញារបស់វានេះគឺជានិមិត្តសញ្ញា compressor កង់រង្វិលគ្មានស្លាបនេះគឺជានិមិត្តសញ្ញា compressor កង់រង្វិលមានស្លាបបាទនេះចំណុចទី5ដំណើរការរបស់ compressor កង់រង្វិលបាទអញ្ចឹងយើងចូលដល់ចំណុចប្រព័ន្ធដំណើរការវាម្ដងដំណើរការរបស់ compressor កង់រង្វិលចែកចេញជា4ដំណាក់កាលបាទដំណាក់កាលទី1គ្មានចលនាបឺតស្រូបទេក៏ប៉ុន្តែចំហាយ freon ចេញពី evaporator ត្រូវបានហូរចូលទៅក្នុងស៊ីឡាំងរបស់ compressor រួចទៅហើយបាទ
ចឹងជាធម្មតានៅក្នុង compressor គឺវាតែងតែមានគេហៅថា gas ក៏ដូចជាសារធាតុ freon វាមានរួចស្រេចទៅហើយនៅពេលយើងបញ្ចូល gas ទាំងអស់ហ្នឹងគឺវាមានរត់នៅក្នុងបំពេញតែម្ដងគឺមានហើយនៅដំណាក់កាលទី1ហ្នឹងហើយដំណាក់កាលទី2កង់រង្វិលចាប់ផ្ដើមធ្វើចលនាបឺតស្រូបតាមបង្អួចស្រូបនិងចលនារុញច្រានបណ្ដែនចំហាយព្រមគ្នាបន្តិចម្ដងបាទនេះចឹងដល់ដំណាក់កាលទី2ចឹងវាមានសបាប់រុនរបស់វាបាទចឹងវាមានរុនរបស់វារុនចេញនិងរុនចូលបាទចឹងនៅពេលកាលណាវាធ្វើចលនាគេថាចលនាស្រូបចឹងកាលណាចលនាស្រូបខាងច្បាប់ដែលខាងស្រូបខាងបឺតហ្នឹងគឺវាត្រូវបានចំហកាលណាវាចំហធ្វើឲ្យសារធាតុ freon ដែលរត់មកពីគេហៅថា evaporator នៅផ្នែកខាងមុខនៃម៉ាស៊ីនត្រជាក់ហ្នឹងជាវារត់មកចូលនៅក្នុងស៊ីឡាំងរបស់ compressor ហ្នឹង compressor ហ្នឹងវានៅវិលមានរសរវាធាក់ណាបាទរសរនោះធាក់វាធ្វើអានេះវិលបាទវិលនេះនិមិត្តសញ្ញាព្រួយណាវិលចុះវិលឡើងអញ្ចឹងបើកាលណាវាវិលចុះវិលឡើងវាធ្វើឲ្យសបាប់មួយទៀតចំហអញ្ចឹងចំហចេញអញ្ចឹងចេញនៅសារធាតុ freon ទៅកង់ដងសើបាទទៅរហូតនិយាយទៅមួយជុំនៃដំណើរការរបស់ម៉ាស៊ីនជាតែម្ដងបាទដំណើរការទី3ក្នុងដំណើរការនេះការបឺតស្រូបយកចំហាយ freon ដែលពុះភាយក្នុងបំពង់ evaporator និងចលនារុញច្រានបណ្ដែនចំហាយប្រព្រឹត្តឡើងទៅកាន់តែខ្លាំងឡើងបាទអញ្ចឹងដំណើរការទី3វាបានស្រូបមកពីចំហាយដែលពុះភាយដែលនៅក្នុង evaporator ដែលយើងស្រូបយកមកហ្នឹងគឺនៅក្នុង compressor កង់រង្វិលហ្នឹងណានេះវាវិលវារសរធាក់ណាធាក់ទាញវាវិលនេះតាមសញ្ញាព្រួយនេះវិលរហូតវាវិលញាប់ដែរអញ្ចឹងវិលរហូតធ្វើឲ្យសម្ពាធនៅគេហៅថា freon នៅក្នុងមានថាបណ្ណែនសម្ពាធអណែនបើកាលណាសម្ពាធបណ្ណែនអញ្ចឹងវាធ្វើឲ្យនៅការប្រព្រឹត្តរបស់វាខ្លាំងឡើងគឺបញ្ចេញនៅសារធាតុ freon ហ្នឹងចេញបន្តបន្ទាប់តាមបំពង់កាបលាតទៅរហូតទៀតបាទនេះដំណាក់កាលទី3ដំណាក់កាលទី4ក្នុងដំណាក់កាលនេះកង់រង្វិលស្រូបយកចំហាយចូលមកក្នុងស៊ីឡាំងពេញស្របគ្នានោះចលនារុញច្រានបណ្ដែនចំហាយយ៉ាងខ្លាំងធ្វើឲ្យសបាប់បញ្ចេញបើកចំហបណ្ដាលឲ្យចំហាយចេញពីស៊ីឡាំងទាំងអស់បាទហ្នឹងហើយដូចយើងនិយាយមិញហ្នឹងអញ្ចឹងវាបានគេហៅថានិយាយទៅក្នុង compressor គឺវាមាន motor របស់វាគឺវាត្រូវការវិលរហូតបាទវាធ្វើការរហូតអញ្ចឹងវាវិលធ្វើការមកកាលណាវាវិលរហូតណាកាលណាវាវិលទៅវានេះវាមានរសរវាណាធាក់រុញអញ្ចឹងវាមានសបាប់របស់វាមួយខាងស្រូបមួយទៀតខាងមកចេញអញ្ចឹងរុនដែលគេថាសបាប់ហ្នឹងខាងស្រូបហ្នឹងកាលណាវាវិលធាក់ចុះណាចុះមកកាលណាវាធាក់ចុះមកអញ្ចឹងវាស្រូបកាលណាវាវិលឡើងដល់លើទៅវាធ្វើឲ្យគេថាស្រូបនៅសារធាតុ freon ពេញវាធាក់ឡើងលើទៅវាណែនកាលណាវាណែនវាធ្វើឲ្យសបាប់បញ្ចេញចំហបាទចំហធ្វើឲ្យសារធាតុ freon ចេញមកទៅកង់ដងសើតាមបំពង់កាបលាមានក្នុងកម្រិតសីតុណ្ហភាពមួយរហូតទៅដល់ evaporator តែម្ដងបាទចំណុចទី6 motor អគ្គិសនីរបស់ compressor កង់វិលបាទនេះមិនយើងនិយាយពី compressor ដែលវាវិលវាមាន motor របស់វាណា motor compressor កង់វិលកំឡើងដោយទី1 starter ផ្នែកដែលគ្មានចលនាទី2 rotor ផ្នែកដែលវិលបាទខ្សែដែលចេញពី motor មានកន្ទុយខ្សែ3គឺខ្សែបូប៊ីនដំណើរការនិងខ្សែបូប៊ីនជំនួយហើយមួយទៀតនឹងខ្សែរួមរវាងបូប៊ីនទាំងពីរឬហៅកុំម៉ង់បាទហ្នឹងហើយជិះវាមាន3ណាខ្សែដែលចេញពីគេថាផ្នែកនៅខាងកន្ទុយរបស់ compressor ហ្នឹងវាមាន3ជាងខ្សែមួយបូប៊ីនដំណើរការមួយទៀតបូប៊ីនជំនួយហើយនឹងខ្សែមួយទៀតគឺបូប៊ីនរបស់វាទាំងពីរហ្នឹងមានប៊ីនមួយទៀតពីរវារួមគ្នាតែម្ដងគេហៅកុំម៉ង់បាទហ្នឹងហើយជាយើងមើលមកគ្នាបាទយើងចូលដល់ចំណុចទី7ភាពដូចគ្នារវាង compressor piston និង compressor កង់រង្វិលអញ្ចឹងវាមានភាពដូចគ្នាខ្លះដែរអញ្ចឹងយើងមើលការដំឡើង compressor កង់រង្វិលក្នុងសៀវភៅអគ្គិសនីរបៀបរកកំហូចរបៀបវាស់ compressor ការជួសជុលរបៀបប្ដូរ compressor ប្រព្រឹត្តទៅដូចមេរៀន compressor piston ដែរបាទចឹងមានន័យថាភាពដូចគ្នានឹង compressor កង់រង្វិលនិង compressor piston គឺវាមានលក្ខណៈដូចគ្នាគឺក្នុងត្រង់ថាវាមាន
ការបើកស្រូបនៅសារធាតុ freon ដូចគ្នាប៉ុន្តែប្រភេទ motor របស់វាគឺខុសគ្នាអញ្ចឹងវាមានច្រើនប្រភេទណា compressor វាមានទាំងកូតខ្យងមានទាំងដូចរាងស៊ីឡាំងមានទាំងរាងមូលអញ្ចឹងវាមានច្រើនបាទនឹងហើយអញ្ចឹងនៅមេរៀនបន្តទៀតខ្ញុំនឹងមានរបៀបគេថាវាស់រកនៅកំហូចក៏ដូចជារបៀបជួសជុលរបៀបបដូរ compressor របៀបហ្គាសរបៀបបញ្ចូលនៅនាឡិកាមើលយ៉ាងណាយ៉ាងណីតើតើនឹងហ្គាសរបស់សារធាតុ freon ហ្នឹងបាទយើងប្រើហ្គាសប្រភេទណាខ្លះដើម្បីឲ្យត្រូវជាមួយសិនត្រជាក់របស់យើងប្រភេទណាហ្នឹងហើយអញ្ចឹងវាមានអញ្ចឹងខ្ញុំនឹងធ្វើបង្ហាញត្រួសមានតែប៉ុណ្ណឹងសិនអញ្ចឹងវាមានច្រើនរហូតជាជាង20ជាងមេរៀនឯណោះអញ្ចឹងបងប្អូនតាមសិក្សាជាមួយខ្ញុំបានទាំងអស់គ្នាណាបាទខ្ញុំសូមស្លេះត្រឹមហ្នឹងអញ្ចឹងនៅវគ្គក្រោយនឹងបន្តដល់ចូលមេរៀនទី4បាទនេះមេរៀនទី3នេះបាទអូខេខ្ញុំបញ្ចប់ត្រឹមហ្នឹងចុះអរគុណចំពោះបងប្អូនដែលយកចិត្តទុកដាក់តាមដានរៀនសិក្សាជាមួយខ្ញុំបាទហើយមួយវិញទៀតសូមទាញយកនៅឯកសារមេរៀនផងព្រោះខ្ញុំដាក់នៅ link នៅខាងក្រោមហ្នឹងអញ្ចឹងអ្នកនរគ្នាទាញយកទៅទុកចងក្រងជាឯកសារមេរៀនរបស់ខ្លួនបាទអូខេមានប៉ុណ្ណឹងទេខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងចុះខ្ញុំសូមអរគុណសូមគោរពលា